Yeah. Nghiệp màu mà Yeah. Yeah. អូខេឥឡូវនេះខ្ញុំបានមកដល់ផ្ទះនៅសំឡូតទៀតហើយដោយសារតែពួកយើងសម្រាប់ធ្វើការបាន3ថ្ងៃដែរអញ្ចឹងយើងក៏សម្រាប់ចិត្តថាមកនៅសំឡូតនេះពួកយើងចេញមកប្រហែលជាខ្ទង់ម៉ោង8ជាងមែនទេខ្ទង់ម៉ោង8ជាងខ្ញុំបានមកដល់ផ្ទះប្រហែលជាខ្ទង់ម៉ោង1ដោយសារតែម៉ោង1ហ្នឹងអត់ទេម៉ោង1ដោយសារតែយើងជិះឆ្វែលជិះទៅតាមសំឡូតចាស់យើងចង់ឃើញទេសភាពនៅរដូវវស្សានេះដោយសារតែឥឡូវនេះវាមានភ្លៀងធ្លាក់អញ្ចឹងតាមផ្លូវមកសំឡូតវាមានលក្ខណៈថាស្រស់ស្អាតមែនតើខ្ញុំមិនទាន់ដឹងថាខ្ញុំមានសកម្មភាពអីទៀតទេប៉ុន្តែខ្ញុំនឹងព្យាយាមអាប់ដេតជូនអ្នកទាំងអស់គ្នាបានទស្សនាអូខេ so អញ្ចឹងកុំភ្លេចតាមដានវីដេអូនេះទាំងអស់គ្នាអូខេ Dangers, baseline, rats scurry faster, chasing shadows. ឥឡូវមកដល់ផ្ទះមានអីហូបអញ្ចឹងមានតែធ្វើម្ហូបហូបខ្លួនឯងចាប់លក្រៃនឹងទៅហ្នឹងហើយជាប់ឯនេះតែកូនកុំណាទេនេះស្រង់ក្រោយខ្លួនឯងដាំម៉ូតូគេម្នាក់ដាក់សក្រីម្នាក់អើយជឿអេដមីនអើយតំណងអានេះជាតិនៅបាត់ដំបងយើងទិញ1គីឡូមែនខ្លះខ្លះ4,000ខ្លះ6,000យោថ្លៃរបស់គេយើងទិញពេលព្រឹកគីឡូធូ5,000អីទៅអរិស្មៃនឹងវាឆ្ងាញ់តែពេលវានៅខ្ចីមិនបាច់ហូបទេណាជូរតែដល់ពេលចាស់ចេះដឹងឆ្ងាញ់អែមទាំងដោតខុសឬក៏ត្រូវអីមើលទៅបាទនេះពេលខ្លះមើលទៅមិនដឹងចិត្តស្លឹកដោះចុះក្រោមផ្លែឡើងលើដឹងទេដល់ពេលហ្នឹងក៏បាក់មកឥឡូវយើងបានប្រឡូកទៅព្រោះឥឡូវមិនចិត្តយប់ហើយប៉ុន្តែអ្វីដែលសំខាន់នេះមានតែខ្ញុំមើលនេះម៉ោងប្រហែលម៉ោង5ប៉ុន្តែបើនិយាយពីថ្ងៃមើលថ្ងៃថ្ងៃដល់ថ្ងៃដូចម៉ោង3អញ្ចឹងអូខេ so វីដេអូប៉ុណ្ណឹងឯងអរគុណបាយបាយ